បាទសួស្តីទាំងអស់គ្នានៅក្នុងវីដេអូនេះយើងមកសិក្សាអំពីអក្សរ W ណាអត់មានសំឡេងទេនៅក្នុងពាក្យឬក៏យើងហៅថា silent W អូខេទាំងអស់គ្នាមកមើលពាក្យរបស់យើងតែម្ដងបាទពាក្យទី1នេះយើងអានថា to បាទ theta ណា W អត់មានសំឡេងទេO នេះស្រៈ U ណា to គឺយើងសំដៅលើលេខ2បាទឬក៏ចំនួន2ណាតើគ្នាមកមើលពាក្យរបស់យើងបន្តទៀតមកបាទពាក្យនេះយើងអានថា sort អូខេយើងអត់អាន sport ទេណាយើងអាន sort S បាទ W នេះអត់មានសំឡេងទេ OR នេះស្រៈ O D ដកណា sort គឺយើងសំដៅទៅលើដាវតើគ្នាមកមើលពាក្យខាងក្រោមបន្តទៀតមកបាទពាក្យនេះយើងអានថា arrive ណា arrive A នេះណា W ស្ងាត់ OR Y នេះស្រៈ I ណា arrive គឺយើងសំដៅលើខុសប្រក្រតីបាទតើគ្នាមកមើលពាក្យចុងក្រោយបាទយើងអានថា reach អូខេ reach W នេះស្ងាត់ណា OR EA នេះស្រៈ E បាទ TA នេះសំឡេងស reach បាទយើងសំដៅលើកម្រងផ្កាណាអូខេតើគ្នានៅក្នុងវីដេអូនេះយើងសិក្សាអំពី silent W បាទអក្សរ W ហ្នឹងនៅក្នុងពាក្យមួយចំនួនអត់មានសំឡេងទេហើយដើម្បីយើងអាចសម្គាល់បានថា W នឹងអត់មានសំឡេងគឺអាស្រ័យសញ្ញាអានបងប្អូនតើតើយើងសិក្សាសញ្ញាអានណាបានយើងអាចសម្គាល់បានចំពោះបងប្អូនដែលចង់សិក្សាអាច comment ពាក្យថារៀននៅខាងក្រោមវីដេអូ Follow for more